ចាជំរាបសួរនាងខ្ញុំឈ្មោះលេងណាលីនជាគ្រូឆោតថ្នាក់ទី5កនៃសាលាបឋមសិក្សាហ៊ុនសែនទុសភាខួនដែលស្ថិតនៅក្នុងភូមិព្រៃទាសង្កាត់ចោមចៅ3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចាសួស្តីកូនទាំងអស់គ្នាថ្ងៃនេះមកវិលមកជួបអ្នកគ្រូម្ដងទៀតនៅក្នុងមេរៀនវិទ្យាសាស្ត្រចានៅក្នុងចម្ពោះទី4រុក្ខធាតុនិងធម្មពលមេរៀនទី3អគ្គិសនីចាអញ្ចឹងខ្លឹមសារសំខាន់ដែលយើងរៀននៅថ្ងៃនេះគឺនៅក្នុងចំណុចទី8សុវត្ថិភាពក្នុងការប្រើប្រាស់ចរន្តអគ្គិសនីចាអញ្ចឹងមុននឹងចូលមេរៀនអ្នកគ្រូមានរូបភាពខ្លះបង្ហាញកូនទាំងអស់គ្នាចាឥឡូវកូនមើលរូបភាពទាំងអស់នេះកូនឃើញទេកូនចាឥឡូវយើងមើលកន្លែងមើលរូបភាពទី1សិនកូនឃើញដៃនេះយ៉ាងម៉េចនេះដៃនេះចាដៃនេះគឺមានតំណក់ទឹកសាមនៅលើដៃគាត់ហើយគាត់ប្រុងភាពទៅកាន់ឈ្នាប់ចរន្តដកឈ្នាប់ចរន្តនេះចេញពីព្រីភ្លើងនេះចាចំណែករូបភាពទី2កូនឃើញនេះគឺខ្សែភ្លើងប៉ុន្តែកូនឃើញអ្នកគ្រូគុំវងជុំវិញខ្សែភ្លើងហ្នឹងឯងកូនចាគឺខ្សែភ្លើងហ្នឹងវាដាច់សូមខាងក្រៅណាសូមជ័រដែលយើងហៅថាអ៊ីសូឡង់ហ្នឹងវាដាច់បាត់តែវានៅសល់តែអង្គធាតុចម្លងឯងអញ្ចឹងវាអាចមានគ្រោះថ្នាក់ចាអញ្ចឹងមានរូបភាពបន្តទៀតឲ្យកូនមើលទាំងអស់គ្នាអ្នកគ្រូបិទលើក្តារខៀនចាឥឡូវកូនមើលរូបភាពទី2ផងអ្នកគ្រូនេះចាយើងឃើញនេះគឺឈ្នាប់ចរន្តរបស់យើងគឺមាន3រុនឥឡូវគាត់ឯងមើលឃើញគាត់ប្រើហ្មងឧបករណ៍គ្រឿងទទួលរបស់យើងមានហ្មងកូនចាមាន3មានពូលមានកង្ហាលមានឆ្នាំងអ៊ុតហើយគាត់ប្រើក្នុងពេលតែមួយបែបនេះអញ្ចឹងក្នុងពេលតែមួយបែបនេះគាត់ប្រើឈ្នាប់ចរន្តតែមួយហើយគាត់ប្រើនៅពេលតែមួយបែបនេះវាអាចបង្កឲ្យគ្រោះថ្នាក់អញ្ចឹងគេអត់ឲ្យយើងប្រើទេណាកូនណាទោះបីយ៉ាងណាយើងត្រូវដកចេញមួយទៅប្រើតែ2ឬក៏ប្រើតែមួយទៅបើមានព្រីភ្លើងរបស់យើងហ្នឹងមានរុន3អញ្ចឹងយើងប្រើតែ2បានហើយទុកមួយសម្រាប់ឲ្យវាមានខ្យល់ដង្ហើមខ្យល់ចេញណាកូនណាមើលរូបភាពបន្តទៀតយើងឃើញមើលដៃយើងមិនចាដៃហ្នឹងស្រាប់តែគាត់យកដៃហ្នឹងទៅញុកចូលក្នុងព្រីភ្លើងតែម្ដងចាឥឡូវយើងសួរថាដៃយើងអាចឆក់បានទេបើយើងញុកផ្ទាល់អញ្ចឹងកូនជាពិសេសកូនតូចភាគច្រើនគឺមានគ្រោះថ្នាក់អាហ្នឹងគាត់អត់ដឹងថានឹងអីគេអញ្ចឹងគាត់ចង់ដឹងថាវារុនអីអញ្ចឹងអាចញុកចូលក្នុងរុនហ្នឹងវាធ្វើឲ្យឆក់បានអញ្ចឹងសំខាន់គឺយើងបាក់ការពារទាំងអស់ហ្នឹងអញ្ចឹងសកម្មភាពពីរហ្នឹងគឺត្រូវបានហាមឃាត់ពីព្រោះអីបង្ដាលឲ្យមានគ្រោះថ្នាក់ចាអ្នកគ្រូបិទលើក្តារខៀនឲ្យកូនបន្តទៀតឥឡូវកូនកលេចមើលរូបភាពទី3របស់អ្នកគ្រូម្ដងទៀតណាកូនណាចាឥឡូវយើងមើលនេះគឺព្រីភ្លើងនេះគឺខ្សែភ្លើងនេះគឺកណាត់ឬក៏យើងហៅថាកម្រាលព្រំហ្នឹងណាកូនណាឥឡូវគាត់មើលគាត់ដាក់លើហ្នឹងថៃបានគេត្រូវបានហាមឃាត់គូរង្វង់ហាមឃាត់ដែរដោយសារឧទាហរណ៍ថាខ្សែភ្លើងដែលយើងនេះស្រាប់តែវាដាច់ចឹងទៅហើយអាខ្សែធម្មតាខ្សែដាក់លើអិតយើងលើនេះអាចវាសើមហ្នឹងវាអាចឆ្លងចរន្តអគ្គិសនីពេលយើងដើរជន់ទៅគឺឆក់យើងបានចាមើលរូបភាពមួយទៀតឃើញតំណក់ទឹកភ្លៀងឯងកូនឃើញតំណក់ហ្នឹងមកឯងកូនចាហ្នឹងកំពុងភ្លៀងហើយយើងមើលមនុស្សម្នា3នាក់ហ្នឹងគាត់កំពុងបាំងឆាត់ឈរនៅក្រោមដងហើយនេះគេហៅដងអីកូនចាដងខ្សែដែលគេចម្លងចរន្តអគ្គិសនីចូលតាមផ្ទះយើងហ្នឹងឥឡូវបើគាត់ឈរនៅហ្នឹងអាចមានគ្រោះថ្នាក់អត់កូនចាមានដោយសារខ្សែដងគោមនេះវាមានចរន្តអគ្គិសនីខ្លាំងណាស់ពីព្រោះឲ្យយើងមើលយើងតចេញមកពីហ្នឹងគ្រប់ផ្ទះគ្រប់ស្រុកគ្រប់ខេត្តអីភាគច្រើនតតាហ្នឹងបើយើងឈរទៅហ្នឹងវាអាចស្រូបមកធ្វើឲ្យយើងមានគ្រោះថ្នាក់បានផងដែរចាឥឡូវអ្នកគ្រូសុំបិទលើក្តារខៀនបន្តទៀតចាឥឡូវអ្នកគ្រូបានបិទលើរូបភាពនេះទាំងអស់គ្នាហើយណាមើលរូបភាពទាំងអស់គ្នាកូនឯងដែរនៅឃើញនៅផ្ទះកូនឯងមានខ្សែភ្លើងចាស់ប៉ាមឬក៏ម៉ាក់កូនបោះចោលទេចាមានទេកូនណាថៃបានគាត់បោះចោលកូនចាគាត់ខ្លាចឆ្លងអញ្ចឹងអាហ្នឹងដូចគ្នានេះគឺអារូបភាពដែលអ្នកគ្រូបង្ហាញនៅលើក្តារខៀនទាំងអស់នេះគឺអាចបង្កគ្រោះថ្នាក់នៅពេលដែលយើងប្រើចរន្តអគ្គិសនីជាពិសេសនេះអ្នកគ្រូសុំបញ្ជាក់អារូបមួយនេះណាភាគច្រើនយើងតែម្ដងក្មេងតូចដោយពួកយើងហ្នឹងគឺភាគច្រើនអត់ប្រហែសអាហ្នឹងមួយខ្សែនេះមួយនេះភាគច្រើនឲ្យដៃសើមហ្នឹងបញ្ញាប់មើលទូរទស្សន៍ចុចភ្លាម
តដោតភ្លាមបញ្ញាមើលទូទួជាពិសេសសាកថ្មទូរស័ព្ទអីហ្នឹងកូនអស់ថ្មភ្លាមអត់បានគិតតែដៃខ្លួនឯងសើមឬក៏កាន់អីសើមនោះទៅដល់អញ្ចឹងមានអាចមានគ្រោះថ្នាក់អញ្ចឹងមេរៀនយើងថ្ងៃនេះយើងមើលរូបភាពរបស់យើងហ្នឹងហើយនឹងចំណងជើងយើងនេះសុវត្ថិភាពក្នុងការប្រើប្រាស់ចរន្តអគ្គិសនីអញ្ចឹងបើយើងជៀសវាងនៅសកម្មភាពទាំងអស់នេះសួរថាយើងមានសុវត្ថិភាពទេកូនចាមានសុវត្ថិភាពឥឡូវសំណួរអ្នកគ្រូមានសំណួរខ្លះដើម្បីឲ្យកូនឆ្លើយឲ្យអ្នកគ្រូឲ្យបានច្បាស់ហើយចងចាំមេរៀនផងដែរចាមើលសំណួរទាំងអស់គ្នាណាកូនណាអ្នកគ្រូអានសំណួរឲ្យកូនស្ដាប់ហើយកូនឯងពេលដែលអ្នកគ្រូអានគឺកូនផ្ទៀងស្ដាប់ហើយរនឹកចម្លើយឲ្យហើយណាកូនណាសំណួរតើប្អូនត្រូវធ្វើដូចម្ដេចដើម្បីការពារគ្រោះថ្នាក់បណ្ដាលមកពីចរន្តអគ្គិសនីចាសូមម្ដងទៀតណាកូនណាតើប្អូនត្រូវធ្វើដូចម្ដេចដើម្បីការពារគ្រោះថ្នាក់បណ្ដាលមកពីចរន្តអគ្គិសនីចាអ្នកគ្រូទុកពេលឲ្យកូនគិត2នាទីណាកូនណាចាឆ្លើយម្នាក់មួយមកសរសេរក្នុងกระดาษព្រៀងកូនក៏បានដែរសរសេរព្រៀងឲ្យព្យាយាមឆ្លើយខ្លួនឯងដែរដោយសារអ្នកគ្រូអត់បានឮសំឡេងកូនទេអញ្ចឹងព្យាយាមឆ្លើយហើយចាំយើងផ្ទៀងផ្ទាត់ចម្លើយទាំងអស់គ្នាជាមួយនឹងចម្លើយដែលអ្នកគ្រូមានរួចហើយណាកូនណាចារួចហើយចាឆ្លើយបាននៅកូនបានហើយណាចាមើលអ្នកណាដឹងតែធ្វើម៉េចដើម្បីបង្ការគ្រោះថ្នាក់ដែលយើងពេលដែលយើងប្រើប្រាស់ចរន្តអគ្គិសនីចាល្អទី1ពេលដៃសើមកូនកុំយកដៃសើមហ្នឹងទៅកាន់ឆ្នោតចរន្តទៅដោតជាមួយនឹងព្រីភ្លើងចាមិនទៀតកូនកុំប្រើខ្សែភ្លើងដែលដាច់រលាត់ចាអីទៀតកុំប្រើគ្រឿងទទួលអគ្គិសនីនៅក្នុងឆ្នោតចរន្តអគ្គិសនីតែមួយច្រើនមុខក្នុងពេលតែមួយបន្តទៀតកុំឈរក្រោមដងអំពូលភ្លើងឬក៏ដងខ្សែកាបយើងហ្នឹងណាជាពិសេសខ្សែកាបធំហើយមកទៀតកូនចាកុំដាក់ខ្សែភ្លើងនៅលើកណាត់សើមផ្សេងដែលបណ្ដាលឲ្យយើងអាចឆក់បានចាចម្លើយកូនទាំងអស់គ្នាសុទ្ធតែត្រឹមត្រូវចាឥឡូវអ្នកគ្រូបានបូកសរុបចម្លើយរបស់កូនទាំងអស់គ្នានេះបានចងក្រងជាមេរៀនសង្ខេបឲ្យកូនទាំងអស់គ្នាបិទនៅលើក្តារខៀនឲ្យកូនមើលទាំងអស់គ្នាណាកូនណាចាឥឡូវនេះចម្លើយដែលកូនបានឆ្លើយប្រាប់អ្នកគ្រូហើយអ្នកគ្រូបានចងក្រងជាមេរៀនសង្ខេបតាមរយៈចម្លើយដែលកូនឆ្លើយប្រាប់អ្នកគ្រូនឹងទាំងអស់គ្នាមិញហ្នឹងណាកូនណាចាឥឡូវអានជាមួយអ្នកគ្រូទាំងអស់គ្នាអ្នកគ្រូអានកូនក៏អានដែរមិនមែនអ្នកគ្រូអានកូនស្ដាប់ទេណាអ្នកគ្រូអានកូនក៏អានរៀងខ្លួនតោះចាប់ផ្ដើមអានទាំងអស់គ្នាណាកូនណាតោះចំពោះទី4រុក្ខធាតុនិងថាមពលមេរៀនទី3អគ្គិសនីចំណុចទី8សុវត្ថិភាពក្នុងការប្រើប្រាស់ចរន្តអគ្គិសនីមេរៀនសង្ខេបអគ្គិសនីផ្ដល់ផលប្រយោជន៍ច្រើនណាស់ប៉ុន្តែក៏ផ្ដល់ទុក្ខទោសច្រើនដែរបើយើងខ្វះការប្រុងប្រយ័ត្នដូចនេះដើម្បីប្រើប្រាស់ចរន្តអគ្គិសនីឲ្យមានសុវត្ថិភាពយើងមិនត្រូវប៉ះពាល់គ្រឿងអគ្គិសនីពេលដៃសើមឬឈរក្នុងទឹកមិនត្រូវប្រើខ្សែភ្លើងដាច់រហែកស្រោមជ័រក្រៅមិនត្រូវប្រើសម្ភារៈអគ្គិសនីច្រើនព្រមគ្នាដោយតភ្ជាប់ទៅនឹងឆ្នាប់ចរន្តតែមួយមិនត្រូវយកដៃឈើសើមឬដែកទៅរុកក្នុងរុនឆ្នាប់ចរន្តមិនត្រូវដាក់ខ្សែភ្លើងលើកម្រាលព្រំឬកំណាត់មិនត្រូវឈរក្បែរខ្សែកាបចរន្តអគ្គិសនីពេលមានភ្លៀងធ្លាក់ឬក្រោយភ្លៀងធ្លាក់ចាឥឡូវកូនអានខ្លួនឯងសារឡើងវិញទាំងអស់គ្នាតោះជំពូកតោះអានណាអានខ្លួនឯងអ្នកគ្រូចង្អុលឲ្យ
ចាល្អបានត្រឹមត្រូវទាំងអស់គ្នាណាអញ្ចឹងមុននឹងនេះអ្នកគ្រូចង់ឲ្យកូនមើលមេរៀននៅក្នុងទំព័រមេរៀនយើងបាក់សភៅពុំទាំងអស់គ្នាកូនណាបាក់សភៅពុំចាមើលសភៅពុំនៅត្រង់ទំព័រទី111ចានេះចំណុចទី8របស់យើងកូននេះចាកូនអានផ្ទៀងផ្ទាត់ជាមួយនឹងមេរៀនសង្ខេបតែកូនបានចងក្រងជាមួយអ្នកគ្រូមិញនេះចាមើលទាំងរូបភាពមើលទាំងខ្លឹមសារចាអ្នកគ្រូទុកពេលឲ្យ3នាទីចោលដោយសារមេរៀនយើងអានហើយយើងត្រូវការផ្ទៀងជាមួយនឹងមេរៀនសង្ខេបទៀតមកតចាមិញកូនបានអានមេរៀនសង្ខេបផ្ទៀងផ្ទាត់ជាមួយនឹងមេរៀននៅក្នុងសភៅពុំសិក្សាគោលយើងរួចរាល់ហើយមែនទេកូនចាអញ្ចឹងអ្នកគ្រូមានសំណួរ1 2អីទេសួរកូនដើម្បីរំលឹកការចងចាំកូនបន្តិចណាកូនណាចាអញ្ចឹងយើងសួរថាតើចរន្តអគ្គិសនីមានផលប្រយោជន៍ដែរឬក៏អត់កូនចាល្អណាស់ចរន្តអគ្គិសនីប្រកាសជាមានផលប្រយោជន៍ច្រើនណាស់ប៉ុន្តែបើកូនប្រើប្រាស់វាដោយគ្មានការបំរុងប្រយ័ត្នមានគ្រោះថ្នាក់អត់ចាមានគ្រោះថ្នាក់នោះព្រោះអីកូនចាគឺឆក់ណាគឺឆក់ស្រួលឆក់ស្លាប់ដល់អាយុជីវិតថែមទៀតចាអញ្ចឹងដើម្បីការពារការឆក់ខ្សែភ្លើងឬក៏យើងហៅថាឆក់ខ្សែភ្លើងហ្នឹងបើយើងហៅធម្មតានិយាយថាឆក់ខ្សែភ្លើងប៉ុន្តែក្នុងនៃមេរៀនយើងនិយាយថាឆក់ចរន្តអគ្គិសនីអញ្ចឹងយើងត្រូវធ្វើដូចម្ដេចកូនធ្វើម៉េចដើម្បីការពារគ្រោះថ្នាក់ដែលបណ្ដាលមកពីការប្រើប្រាស់ចរន្តអគ្គិសនីចាល្អចាំម្នាក់ទៀតកូនចាត្រឹមត្រូវណាកូនណាត្រូវទាំងអស់គ្នាយើងមិនត្រូវប្រើដៃសើមយកទៅប៉ះឆ្នាប់ចរន្តមិនត្រូវប្រើខ្សែភ្លើងដែលដាច់រលាត់មិនត្រូវឈរក្រោមដងខ្សែកាតនៅពេលមានភ្លៀងឬក្រោយភ្លៀងធ្លាក់មិនត្រូវប្រើខ្សែភ្លើងដែលដាច់ហើយដាក់នៅលើកម្រាលព្រំដែលសើមឬក៏កំណាត់ដែលសើមចាកូនទាំងអស់គ្នាពិតជាឆ្លាតណាស់ព្រោះឲ្យឆ្លើយបានត្រឹមត្រូវទាំងអស់គ្នាចាអញ្ចឹងមុននឹងបញ្ចប់អ្នកគ្រូក៏មានកិច្ចការផ្ទះឲ្យកូនធ្វើទាំងអស់គ្នានៅផ្ទះដែរណាកូនណាចាឥឡូវអ្នកគ្រូមានកិច្ចការផ្ទះសម្រាប់កូនទាំងអស់គ្នាធ្វើនៅផ្ទះចាឥឡូវអ្នកគ្រូសូមអានកិច្ចការផ្ទះឲ្យកូនស្ដាប់ទាំងអស់គ្នាដើម្បីឲ្យកូនចងចាំតោះកិច្ចការផ្ទះតើប្អូនត្រូវការពារគ្រោះថ្នាក់ដោយចរន្តអគ្គិសនីដូចម្ដេចខ្លះចាម្ដងទៀតតើប្អូនត្រូវការពារគ្រោះថ្នាក់ដោយចរន្តអគ្គិសនីដូចម្ដេចខ្លះចាយល់ហើយណាអាចឆ្លើយបានទាំងអស់គ្នាទេកូនចាប្រកាសជាអាចឆ្លើយបានអញ្ចឹងមេរៀនអ្នកគ្រូថ្ងៃនេះគឺត្រូវបានបញ្ចប់ហើយប៉ុន្តែមុននឹងបញ្ចប់អ្នកគ្រូសូមផ្ដាំផ្ញើកូនទាំងអស់គ្នាបន្តិចត្រូវធ្វើអនាម័យខ្លួនឯងឲ្យបានស្អាតជានិច្ចពីព្រោះអីមេរោគយើងឥឡូវនេះមិនទាន់សាបរលាបពីភពផែនដីយើងទេអញ្ចឹងសំខាន់បំផុតគឺដៃហើយនឹងរាងកាយយើងនឹងត្រូវចេញដំណើរទៅណាមានម៉ាស់មានអីឬក៏អាល់កុលជែលនៅតាមខ្លួនជានិច្ចហើយបើនៅផ្ទះអាសាលាងដៃបន្តិចណាកូនណាចាឥឡូវយើងកត់មេរៀនមកកត់មេរៀនសង្ខេបរួចកត់កិច្ចការផ្ទះចាអញ្ចឹងអ្នកគ្រូសូមអរគុណហើយអ្នកគ្រូសូមជម្រាបលាកូនទាំងអស់គ្នាដែរ